សួរបងប្អូនជាប្រដ្ឋទាំងអស់ក្នុងនាមខ្ញុំជាប្រដ្ឋម្នាក់នៅក្នុងប្រទេសកម្ពុជាខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសហើយទូទាំងខេត្តក្រចេះទាំងអស់ថាបងប្អូនកុំជឿទៅលើព័ត៌មានដែលមិនពិតហើយមុនបងប្អូនមើលព័ត៌មាននៅលើបណ្ដាញសង្គមបងប្អូនគួរតែពិនិត្យមើលឲ្យច្បាស់ថាព័ត៌មានហ្នឹងវាពិតឬក៏មិនពិតយើងត្រូវតាមដានមើលសកម្មភាពព័ត៌មានហ្នឹងថាយើងកុំចេះតែ like កុំចេះតែ share នៅព័ត៌មានហ្នឹងយើងត្រូវមើលវាថាឲ្យគ្រប់ជ្រុងជ្រោយដើម្បីដឹងថាព័ត៌មានហ្នឹងចេញពីប្រភពណាឲ្យច្បាស់លាស់ហើយយើងត្រូវមើលថាប្រភពព័ត៌មាននេះដែលថ្នាក់ដឹកនាំយើងផ្សព្វផ្សាយដូចជាក្រសួងព័ត៌មានក្រសួងការពារជាតិអ្នកនាំពាក្យរដ្ឋាភិបាលហើយនឹងសម្ដេចតេជោហើយនឹង page របស់សម្ដេចបតបដីអញ្ចឹងយើងត្រូវមើលឲ្យច្បាស់កុំចេះតែ like ចេះតែ share ចេះតែអីមើលឃើញអត់ទាន់បានមើលឲ្យព័ត៌មានកុំជុំយើងនាំមាន like នាំមាន share អញ្ចឹងវាធ្វើឲ្យបាត់ខូចបាត់បង់មានទំនុកចិត្តទៅលើព័ត៌មានដែលបានក្រុមការងារថ្នាក់ដឹកនាំដែលខំបានចុះទៅបំពេញបដកម្មយកព័ត៌មានពិតដល់ផ្សព្វផ្សាយជូនប្រជាពលរដ្ឋបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនត្រូវតែជឿទុកចិត្តនៅលើរដ្ឋាភិបាលកម្ពុជាកុំតែជឿលើ page ផ្សេងដែលត្រូវធ្វើនោះធ្វើឲ្យបងប្អូននឹងវាមិនទុកចិត្តទៅព័ត៌មានដែលគេធ្វើពី AI អញ្ចឹងសូមសំណូមពរបងប្អូនទាំងអស់កុំ like កុំ share ដែលមើលទៅព័ត៌មានមិនមានទំនុកចិត្តមិនពិតអញ្ចឹងបងប្អូនត្រូវតែមុននឹងផ្សាយនឹង share នឹង like នឹងអីត្រូវតែមើលព័ត៌មានបានគ្រប់ជ្រុងជ្រោយបាទជឿទុកចិត្តលើរដ្ឋាភិបាល